បើសិនជាអ្នកទាំងអស់គ្នាជាស្ថាប័នដែលប្រើស្តង់ដារ SME វិញអ្នកទាំងអស់គ្នាអាចធ្វើការចាត់ថ្នាក់ឥណទានរបស់យើងនឹង follow ទៅតាម full standard ក៏បានដែរចាដោយចំណុចដែលនាងខ្ញុំបានរៀបរាប់នៅក្នុងស្តង់ដារ IFRS ណាអញ្ចឹងចាតែជា real practice ដើម្បីងាយស្រួលនៅក្នុងការរាយការណ៍ជូនធនាគារជាតិនៃកម្ពុជាដែរនោះអ្នកទាំងអស់គ្នាអាចធ្វើចំណាត់ថ្នាក់ឥណទាននឹង follow តាមបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជាបានផងដែរដែលយើងអនុវត្តតាមប្រកាសស្តីអំពីចំណាត់ថ្នាក់ឥណទានចា credit risk classification នឹងលេខ344អ្នកទាំងអស់គ្នាអាចអានប្រកាសទី12រហូតដល់ទី22ដែលនិយាយអំពី loan classification follow by NBC ចានឹងស្រាវជ្រាវមួយទៀតអំពីloan classification សម្រាប់នៅទាំងឡាយណាដែលជា short term loan ចា loan ដែលមានអាយុកាលក្រោម12ខែចាពីព្រោះថា loan classification ហ្នឹងគឺយើងត្រូវបែងចែកទៅតាម overdue date ហើយទៅតាមប្រភេទ loan long term និង short term ទៀតធនាគារជាតិនៃកម្ពុជាបានកំណត់ឲ្យគ្រឹះស្ថានដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់ហ្នឹងជាពិសេសគឺ financial sector របស់យើងការចាត់ថ្នាក់ឥណទានហ្នឹងគឺមាន5ចំណាត់ថ្នាក់ចាទី1ចំណាត់ថ្នាក់ទី1គឺ standard loan ដើម្បីអាចចាត់ថ្នាក់ថា loan នឹងជា standard បានអ្នកទាំងអស់គ្នាត្រូវដឹងថាតើ loan ទាំងអស់ហ្នឹងមាន overdue អត់អតិជនរបស់យើងហ្នឹងគឺជាអតិជនមួយដែលសងទាន់ពេលអត់ចាដែលយើងហៅថា overdue date ពីព្រោះចំណាត់ថ្នាក់ឥណទាន follow ទៅតាម NBC rule ត្រូវដឹងអំពីគឺគេកំណត់ follow ទៅតាម number of overdue date ចាចំពោះចំណាត់ថ្នាក់ទី1ជា standard loan គឺសម្រាប់ឥណទានទាំងឡាយណាដែលជា short term បើសិនជាគាត់នឹងមាន overdue date ពី0ថ្ងៃដល់14ថ្ងៃមានថាអតិជនទៅតែមានការយឺតយ៉ាវបង់ត្រឡប់មកវិញហ្នឹងតែត្រឹម14ថ្ងៃទេចាតែបើគាត់ជា long term loan មានចាប់ពី loan ដែលមានអាយុកាល12ខែឡើងទៅចាមួយឆ្នាំឡើងទៅគឺ loan ទាំងឡាយណាដែលមាន overdue date ហ្នឹងពី0ថ្ងៃដល់29ថ្ងៃចាចំពោះចំណាត់ថ្នាក់ទី2ដែលយើងហៅថា special mention ឥណទានស្ថិតនៅក្នុងការឃ្លាំមើលចំពោះឥណទានដែលជា short term loan ការសងយឺតធំជាង14ថ្ងៃឡើងទៅដល់29ថ្ងៃចំពោះឥណទានដែលជា long term loan គាត់មានចំណាត់ថ្នាក់ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី2នេះគឺមាន overdue date ចាប់ពី30ថ្ងៃដល់89ថ្ងៃចំពោះឥណទាននៅក្នុង class ទី3ដែលយើងអាចចាត់ថ្នាក់នៅក្នុង class ទី3បានគេហៅថា substandard loan ឥណទានក្រោមស្តង់ដារឥណទានក្រោមស្តង់ដារ loan ទាំងឡាយណាដែលមាន overdue នឹងលើសពីជា short term loan លើសពី30ថ្ងៃដល់60ថ្ងៃដែលជាឥណទានស្ថិតនៅក្នុង short term loan បើសិនជា long term loan មានន័យថាគាត់មានចាប់ពី90ថ្ងៃដល់179ថ្ងៃអញ្ចឹងឥណទាននឹងចាប់ផ្ដើមមានការខាតបង់រៀងយូរទៅហើយខ្លះអិនមានបញ្ហាចា៎និងចំណាត់ថ្នាក់ទី4គឺឥណទានដែលជាឥណទាន Daful ឥណទានស្ថិតនៅក្នុងការសង្ស័យយើងចាប់ផ្ដើមអង្កេតឃើញថាអតិជនមានបញ្ហាសងយឺតហ្នឹងលើសពី60ថ្ងៃឡើងទៅជាឥណទានដែលជា short term loan លើសពី60ថ្ងៃឡើងទៅដល់89ថ្ងៃចា៎ចំពោះឥណទានជា long term loan គាត់មានការបង់យឺតនឹងចាប់ពី180ថ្ងៃឡើងទៅរហូតដល់359ថ្ងៃដែលស្ថិតនៅក្នុង loan ខ្លះទី4នេះចា៎ចំពោះឥណទានដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ទី5គឺឥណទានជា short term loan មាន overdue date ធំជាង90ថ្ងៃឡើងទៅចាបើសិនជាឥណទានជា long term loan គឺគាត់ចាប់ពីឬក៏ស្មើពី360ថ្ងៃឡើងទៅតែម្ដងអតិជនទាំងអស់ហ្នឹងគឺមានការបង់យឺតយ៉ាវហ្នឹងច្រើនថ្ងៃទៅរហូតដល់លើសពី1ឆ្នាំចានេះគឺជា file classification follow ទៅតាមចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជាអ្នកទាំងអស់គ្នាអាចធ្វើចំណាត់ថ្នាក់ follow ទៅតាម NBC rule បានចាចំពោះស្ថាប័នដែលយើងជាស្ថាប័នកាន់កាប់បញ្ជីស្នាមគណនេយ្យទៅតាម SME standard ចាប៉ុន្តែនៅក្នុង accounting standard យើងនិយាយតែ3 stage ទេ3 class ទេអញ្ចឹងយើងយក file class នេះយកទៅដាក់ចូលទៅក្នុង
3 ខ្លះឬក៏3 stage ខ្លះទី1យើងអាចចាត់ថ្នាក់ទៅតាម accounting ខ្លះហ្នឹងគឺអាចថាចំណាត់ថ្នាក់ stage 1 ខ្លះទី2ទៅតាមធនាគារជាតិគឺយើងអាចចាត់នៅក្នុង stage 2 របស់ accounting ទៅតាមចំណាត់ថ្នាក់គណនេយ្យចំពោះខ្លះទី3ខ្លះទី4និងខ្លះទី5ទៅតាមធនាគារជាតិយើងអាចរុញចូលទៅក្នុង stage 3 របស់ accounting standard បានចា៎បន្ទាប់ពីអ្នកទាំងអស់គ្នាដឹងអំពីការធ្វើចំណាត់ថ្នាក់ឥណទាន follow ទៅតាម NBC rule ក៏ដូចជា accounting rule ហើយចំណាត់ថ្នាក់មួយទៀតហ្នឹងគឺ follow ទៅតាម tax rule វិញម្ដងចំពោះ tax rule ការ follow ការចំណាត់ថ្នាក់ឥណទានឬក៏កម្ចីដល់ផ្ដល់ជូនអតិថិជនហ្នឹងមានភាពងាយស្រួលទេគឺអនុញ្ញាតឲ្យយើងធ្វើទៅតាមចំណាត់ថ្នាក់ឥណទានរបស់ធនាគារជាតិនៃកម្ពុជាចា៎ loan របស់យើងទៅតាម tax rule loan របស់យើងទៅតាម NBC rule គឺដូចគ្នាពីព្រោះថាអគ្គនាយកដ្ឋានពន្ធដារមានប្រកាសមួយបានផ្ដល់ឲ្យយើងអាចធ្វើ provision ហ្នឹង follow ទៅតាម NBC classification loan classification នៅពេលដែលអ្នកទាំងអស់គ្នាដឹងអំពី loan classification ទៅតាម NBC ហើយងាយស្រួលចាចំពោះចំណាត់ថ្នាក់ឥណទានទៅតាមពន្ធដារគឺយើងយកទៅតាម NBC rule តែម្ដង